កន្លែងការងារដែលគួរតែជាកន្លែងសម្រាប់បញ្ចេញសមត្ថភាពនិងសហការគ្នាឥឡូវនេះបានคล้ายទៅជាសមរភូមិទៅហើយមិនមែនប្រកួតប្រជែងគ្នាដោះស្រាយការងារឲ្យបានល្អនោះទេតែជាការប្រកួតប្រជែងគ្នាដណ្ដើមមុខមាត់និងជន់ក្បាលអ្នកដទៃដើម្បីតែភាពរស់រានរៀងៗខ្លួនពាក្យថាក្រុមការងារស្ដាប់ទៅពីរោះណាស់តែធៀបពិតម្នាក់កំពុងកាន់កំបិតនៅពីក្រោយខ្នងអ្នកខ្លះពូកែខាងអេបអបលើកជើងថ្នាក់លើដើម្បីបានបុណ្យស័ក្តិចំណែកអ្នកខ្លះទៀតពូកែខាងច្រណែនឈ្នានេះឃើញគេមានសមត្ថភាពជាងមិនបានត្រូវតែរកវិធីបង្ខូចបង្កាច់ឬទាញទម្លាក់ឲ្យទាល់តែបានធ្វើការក្នុងបរិយាកាសបែបនេះវាមិនត្រឹមតែហត់កាយទេគឺវាកាន់តែហត់ចិត្តខ្លាំងជាងនេះទៅទៀតមនុស្សដែលពូកែធ្វើការបែរជាចាញ់មនុស្សដែលពូកែធ្វើស៊ីមនុស្សដែលនិយាយត្រង់បែរជាចាញ់មនុស្សដែលពូកែសម្ដែងតើត្រូវប្រើភាពស្មោះត្រង់ដល់ពេលណាទើបអាចរស់ក្នុងសង្គមការងារដែលពោរពេញដោយការសម្ដែងបែបនេះបានកុំឲ្យជាតិពុលនៃមនុស្សជុំវិញខ្លួនមកបំផ្លាញតម្លៃនៃសន្តិភាពផ្លូវចិត្តរបស់អ្នកឡើយបើកិច្ចមិនផុតក៏ត្រូវរៀនរស់នៅដោយមានខែលការពាររក្សាភាពថ្លៃថ្នូររបស់អ្នករក្សាសមត្ថភាពរបស់អ្នកហើយចាំទុកថាមាសពិតមិនខ្លាចភ្លើងរីឯមនុស្សដែលឡើងបានដោយសារការអែបអបក៏គង់នឹងធ្លាក់ចុះមកវិញដោយសារទង្វើខ្លួនឯងនៅថ្ងៃណាមួយមិនខាន